អាមេរិកត្រៀមបញ្ជូនមនុស្សទៅជុំវិញឋានព្រះច័ន្ទជាថ្មីក្រោយខកខានជាង5ទសវត្សរ៍ NASA កំពុងតែត្រៀមបើកបេសកកម្មអវកាសថ្មីដើម្បីបញ្ជូនក្រុមអវកាសយានិកទៅកាន់ឋានព្រះច័ន្ទជាថ្មីដែលជាលើកដំបូងនៅក្នុងរយៈពេលប្រមាណ53ឆ្នាំនេះបើយោងតាមការចេញផ្សាយរបស់ Reuters នៅថ្ងៃទី31ខែមីនាឆ្នាំ2026តាមផែនការអវកាសយានិកអាមេរិក3នាក់និងអវកាសយានិកកាណាដា1នាក់នឹងធ្វើដំណើរចេញពីផែនដីតាមរយៈយានអវកាស Orion និងរថកែប Spaceline System នៅក្នុងសប្តាហ៍នេះសម្រាប់បេសកកម្មសាកល្បងរយៈពេលប្រមាណ10ថ្ងៃដោយហោះជុំវិញឋានព្រះច័ន្ទមុនត្រឡប់មកវិញបេសកកម្មនេះមានឈ្មោះថា Artemis 2 គឺជាជំហានសំខាន់នៅក្នុងកម្មវិធី Artemis ដែលមានគោលបំណងបញ្ជូនមនុស្សត្រឡប់ទៅឋានព្រះច័ន្ទវិញវាគឺជាការធ្វើដំណើរជ្រៅបំផុតចូលទៅក្នុងឋានអវកាសសម្រាប់មនុស្សនៅក្នុងសម័យទំនើបផងដែរគួររំលឹកថាមនុស្សមិនទាន់បានធ្វើដំណើរទៅឋានព្រះច័ន្ទវិញនៅឡើយចាប់តាំងពីបេសកកម្ម Apollo 17 នៅក្នុងឆ្នាំ1972ការនោះសហរដ្ឋអាមេរិកបានក្លាយទៅជាប្រទេសតែមួយគត់លើពិភពលោកដែលអាចនាំមនុស្សទៅដល់ផ្ទៃឋានព្រះច័ន្ទតាមរយៈកម្មវិធី Apollo សរុប6បេសកកម្ម NASA មានផែនការបន្តដោយក្រុមបញ្ជូនមនុស្សចុះចតនៅលើផ្ទៃឋានព្រះច័ន្ទម្ដងទៀតនៅឆ្នាំ2028តាមរយៈបេសកកម្ម Artemis IV ជាបេសកកម្មតំបន់ប៉ូលខាងត្បូងដែលត្រូវបានគេរំពឹងថាមានធនធានសំខាន់សម្រាប់ការស្រាវជ្រាវអវកាសនាពេលអនាគត